បាទជំរាបសួរសាជាថ្មីទៀតលោកគ្រូអ្នកគ្រូបាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីដំណើរការនៃការកំណត់ឲ្យ system របស់យើងបង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិ system របស់យើងអាចកំណត់នៃការបង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិមានន័យថាទោះបីជាកូនសិស្សគាត់បង់ជាប្រចាំខែប្រចាំត្រីមាសឆមាសឬក៏ប្រចាំឆ្នាំយើងមិនបាច់ខ្វល់ខ្វាយពីការបង្កើតវិក័យប័ត្រឲ្យគាត់ទេដល់ពេលកំណត់ដែលគាត់ត្រូវបង់ system នឹងបង្កើតដោយស្វ័យប្រវត្តិតើធ្វើម៉េចដើម្បីឲ្យ system អាចបង្កើតដោយស្វ័យប្រវត្តិតោះចូលមើលវីដេអូនេះទាំងអស់គ្នាបាទយើងចូលទៅក្នុង setting បាទជំហានដំបូងយើងចូលទៅ setting ហើយយើងចូលទៅត្រង់ចំណុចថា general setting នៅពេលដែលយើងចូលមកដល់ general setting យើងចូលទៅនៅ tab others ចុងគេនេះបន្ទាប់មកយើងឃើញពាក្យថា fee assignment នៅក្នុង fee assignment យើងមានប៊ូតុងមួយដើម្បីចុចជ្រើសរើសពីប្រភេទនៃការបង្កើតវិក័យប័ត្រនៅក្នុង system របស់យើងសូមបញ្ជាក់ផងដែរ system របស់យើងមានការបង្កើតដោយស្វ័យប្រវត្តិពីរជម្រើសទី1គឺបង្កើត auto per student assigned នៅក្នុងនេះមានន័យថាគឺការបង្កើតវិក័យប័ត្រឲ្យសិស្សនីមួយៗរៀងខ្លួនមានន័យថាគាត់ចុះឈ្មោះថ្ងៃណាគាត់អាចបង់នៅថ្ងៃនោះហើយបន្ទាប់ពីមួយខែក្រោយវានឹងបង្កើតដោយស្វ័យប្រវត្តិសម្រាប់សិស្សម្នាក់ហ្នឹងឬក៏ប្រសិនបើគាត់បង់រយៈពេល3ខែវានឹងបង្កើតដោយស្វ័យប្រវត្តិបន្ទាប់ពីរយៈពេល3ខែប្រសិនបើគាត់បង់ជាឆមាសវានឹងបង្កើតដោយស្វ័យប្រវត្តិសម្រាប់សិស្សម្នាក់ហ្នឹងជាឆមាសតែម្ដងអញ្ចឹងមានន័យថា system អាចកំណត់បាននៅថ្ងៃដែលគាត់ចុះឈ្មោះហើយវាវិលជុំតាមថ្ងៃដែលគាត់ចុះឈ្មោះក្នុងរយៈពេល1ខែ3ខែ6ខែឬក៏1ឆ្នាំឥឡូវចូលទៅដល់ auto global assign នៅទីនេះមានន័យថាម៉េច auto global assign មានន័យថា admin អាចកំណត់ឲ្យសិស្សទាំងអស់នៅក្នុងសាលាបង់នៅដើមខែនីមួយៗឧទាហរណ៍យើងកំណត់ឲ្យសិស្សគ្រប់គ្នាទាំងអស់នៅក្នុង system ឬក៏នៅក្នុងសាលាឲ្យបង់ប្រាក់នៅថ្ងៃទី1នៅទីនេះ system នឹងបង្កើតវិក័យប័ត្រនៅថ្ងៃទី1សម្រាប់សិស្សគ្រប់គ្នាតែម្ដងបាទដោយនៅពេលដែលយើងជ្រើសរើសនៅមុខងារនេះវានឹងសួរយើងថាតើបន្ទាប់ពីយើងបង្កើតវិក័យប័ត្រហើយទុកពេលប្រហែលថ្ងៃដើម្បីឲ្យគាត់មកបង់មុននឹង system ផ្ញើសារទៅប្រាប់ថាហួសថ្ងៃកំណត់ដូចនៅក្នុងវិក័យប័ត្រភ្លើងអញ្ចឹងពុកម៉ែបងប្អូនលោកគ្រូអ្នកគ្រូនៅក្នុងវិក័យប័ត្រភ្លើងគេតែងថាវិក័យប័ត្របង្កើតនៅថ្ងៃទីហើយផុតកំណត់បង់នៅថ្ងៃទីនៅទីនេះប្រសិនបើយើងបង្កើតនៅថ្ងៃទី1យើងជ្រើសរើស auto assign វានឹងបង្កើតនៅថ្ងៃទី1អញ្ចឹងប្រសិនបើយើងទុកដល់10ថ្ងៃមានន័យថាបន្ទាប់ពី10ថ្ងៃក្រោយទើប system ផ្ញើសារទៅប្រាប់អាណាព្យាបាលឬក៏កូនសិស្សហ្នឹងបញ្ជាក់ថាគាត់បានពន្យាការបង់រហូតទៅដល់លើសថ្ងៃផុតកំណត់បាទលើសថ្ងៃផុតកំណត់បាទនេះគឺតកតងនឹង auto assign សម្រាប់ manual assign គឺជាការបង្កើតដោយខ្លួនឯងមានន័យថាយើងជាអ្នកបង្កើតវិក័យប័ត្រហើយសូមបញ្ជាក់ផងដែរទោះបីជាយើងមាន auto assign ក៏យើងនៅតែប្រើមុខងារ manual assign បានដែរអូខេអញ្ចឹងខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូយល់ពីចំណុចហ្នឹងហើយនេះគឺជាជំហានដំបូងដើម្បីបង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិបន្ទាប់ពីយើងជ្រើសរើសថា auto per student assign យើងចុចពាក្យថា save setting នៅទីនេះខ្ញុំបាន save រួចទៅហើយចឹងខ្ញុំអត់ save ម្ដងទៀតទេជំហានទី2ដើម្បីឲ្យ system របស់យើងនឹងដឹងថានៅពេលដែលយើង assign តើយើងគូតែយកតម្លៃមួយណាយកមកបង្កើតសម្រាប់សិស្សម្នាក់ហ្នឹង logic នៅទីនេះបាទ logic គឺថ្នាក់រៀនគាត់រៀនថ្នាក់ណាបាទគាត់រៀនថ្នាក់ណាអញ្ចឹងយើងត្រូវតែបង្កើត fee សម្រាប់ថ្នាក់នោះបាទបង្កើតតម្លៃគេហៅថា fee type ប្រភេទfee សម្រាប់ថ្នាក់នោះយើងត្រូវបង្កើត fee ហ្នឹងជាមុនបាទបង្កើត fee type នេះជាមុនបាទនៅទីនេះយើងបង្កើតសម្រាប់ថ្នាក់នីមួយឬក៏តម្លៃដែលខុសគ្នាបាទតម្លៃខុសគ្នាដែលយើងមានហើយប្រកាសណាស់ថ្នាក់នីមួយគឺមានតម្លៃខុសគ្នាអញ្ចឹងដើម្បីយើងឲ្យ system ដឹងថាថ្នាក់នេះមានតម្លៃប្រមាណយើងត្រូវតែចូលទៅ manage បាទចូលទៅកន្លែង manage fee type and class នៅទីនេះឬក៏យើងអាចចូលតាមនេះក៏បានកន្លែង fee setting បាទ fee setting
នៅទីនេះគឺមានរាយនៅថ្នាក់ទាំងអស់ដែលយើងមាននៅក្នុងសាលាបាទហើយថ្នាក់ខ្លះដែលយើងមិនទាន់ដាក់តម្លៃគឺវាថា unassigned ថ្នាក់ណាដែលយើងដាក់តម្លៃគឺមានពាក្យថា assign បាទយើងចុចពាក្យ assign ដើម្បីដាក់តម្លៃថ្លៃសាលាសម្រាប់ថ្នាក់ហ្នឹងអញ្ចឹងឧទាហរណ៍ថាថ្នាក់ហ្នឹងមានតម្លៃប្រមាណយើងជ្រើសរើសតម្លៃណាមួយសម្រាប់ថ្នាក់នេះតែម្ដងអញ្ចឹងនៅទីនេះខ្ញុំបានកំណត់តម្លៃសម្រាប់ level 1 level 2 និង level 3បាទអញ្ចឹងនេះគឺជាតម្លៃនេះសូមបញ្ជាក់ផងដែរគឺជាតម្លៃប្រចាំខែបាទព្រោះនៅក្នុងថ្នាក់មួយអាចមានសិស្សបង់ជាប្រចាំខែឬក៏ត្រីមាសឬក៏ឆមាសនៅពេលដែលយើងបានកំណត់បាទតម្លៃនៅទីនេះ system នឹងដឹងនឹងយកតម្លៃហ្នឹងទៅបញ្ចូលនៅក្នុងវិក័យប័ត្រនៅពេលដែលវាបង្កើតបាទនៅពេលដែល system បង្កើតនេះគឺជាជំហានទី2សម្រាប់ជំហានទី3លោកគ្រូអ្នកគ្រូយល់ហើយថាសិស្សនីមួយៗមានការបង់ប្រាក់ខុសៗគ្នាអញ្ចឹងប្រសិនបើកូនសិស្សគាត់បង់ខុសៗគ្នាម្ល៉េះហើយកូនសិស្សនីមួយៗត្រូវតែមានការកំណត់ខុសៗគ្នាអញ្ចឹងយើងត្រូវចូលទៅកន្លែង active student នេះប្រសិនបើលោកគ្រូអ្នកគ្រូបានចុះឈ្មោះគាត់ហើយប៉ុន្តែបើសិនជាយើងចុះឈ្មោះសិស្សថ្មីបាទឥឡូវក្នុងករណីយើងចុះឈ្មោះសិស្សថ្មីយើងនឹងឃើញចំណុចមួយគឺនេះកន្លែង payment frequency មានន័យថាការបង់ប្រាក់បាទការបង់ប្រាក់ការវិលជុំឬក៏ការដំណើរការនៃការបង់ប្រាក់ជាអូតូលក្ខណៈ default គឺខ្ញុំដាក់ឲ្យមានពាក្យថា monthly មានន័យថាគាត់បង់ប្រចាំខែប្រសិនបើកូនសិស្សនឹងគាត់បង់ជាលក្ខណៈ3ខែម្ដងឬក៏6ខែម្ដងឬក៏1ឆ្នាំម្ដងលោកគ្រូអ្នកគ្រូអាចជ្រើសរើសតាមហ្នឹងបាទនៅពេលដែលលោកគ្រូអ្នកគ្រូកំណត់ថា3ខែម្ដងមានន័យថាសិស្សម្នាក់ហ្នឹងបាទដែលកំពុងចុះឈ្មោះហ្នឹងគឺគាត់នឹងបង់ជារៀងរាល់3ខែដូច្នេះ system នឹងយកតម្លៃប្រចាំខែនៅក្នុងថ្នាក់គុណនឹង3បាទហើយនៅពេលដែលយើងចុះឈ្មោះនៅក្នុងខែមេ system នឹងបង្កើតវិក័យប័ត្រសម្រាប់មេជូនហើយនិងយូឡៃមានន័យថាសម្រាប់ខែ3សំទោសខែ5ខែ6និងខែ7នៅថ្ងៃទី11ខែ7វានឹងបង្កើតវិក័យប័ត្រសាថ្មីបាទបន្ទាប់ពី3ខែក្រោយវានឹងបង្កើតវិក័យប័ត្រសាថ្មីទៀតសម្រាប់សិស្សនឹងដោយយកតម្លៃប្រចាំខែនៅក្នុងថ្នាក់ដែលគាត់កំពុងតែរៀនគុណនឹង3តែម្ដងបាទគុណនឹង3ខែនេះគឺជាដំណើរការនៃការបង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិហើយប្រសិនបើលោកគ្រូអ្នកគ្រូចង់មានលក្ខណៈថា promotion ព្រោះមានសាលាខ្លះគឺលើកទឹកចិត្តឲ្យកូនសិស្សបង់3ខែឬក៏6ខែឬក៏1ឆ្នាំហើយដើម្បីលើកទឹកចិត្តឲ្យគាត់បង់ក្នុងរយៈពេលវែងទី1គឺជួយឲ្យសាលាប្រមូលថវិកាបានច្រើនទី2ជួយឲ្យសាលាមានកូនសិស្សរៀនក្នុងរយៈពេលវែងអញ្ចឹងគាត់តែងតែមានការបញ្ចុះតម្លៃក្នុងករណីដែលលោកគ្រូអ្នកគ្រូឬក៏សាលាមានការបញ្ចុះតម្លៃចំពោះសិស្សបង់3ខែ6ខែឬក៏1ឆ្នាំលោកគ្រូអ្នកគ្រូអាចទៅកំណត់ម្ដងទៀតបាទនៅក្នុង general setting កន្លែងមិញហ្នឹងនៅក្នុងកន្លែង others នេះលោកគ្រូទៅខាងក្រោមបន្តិចនឹងឃើញថាpayment frequency discount ប្រសិនបើ quarterly យើងចុះឲ្យប្រមាណភាគរយប្រសិនបើ semi annual មានន័យថាប្រចាំឆមាស6ខែតើចុះឲ្យប្រមាណបាទចុះឲ្យប្រមាណភាគរយនៅទីនេះគឺតម្លៃភាគរយប្រសិនបើ1ឆ្នាំចុះឲ្យប្រមាណភាគរយប្រសិនបើលោកគ្រូអ្នកគ្រូមិនចង់ដាក់នៅទីនេះទេបាទមិនចង់ដាក់នៅទីនេះទេអញ្ចឹងលោកគ្រូអ្នកគ្រូអាចដាក់0បាទដាក់0ហើយនៅពេលដែលវាបង្កើតវានឹងបង្កើតពេញតែម្ដងគឺយកតម្លៃប្រចាំខែគុណនឹងចំនួនខែដែលគាត់បង់3ខែ6ខែឬក៏1ឆ្នាំបន្ទាប់មកវិក័យប័ត្រនឹងឃើញពេញនៅក្នុងវិក័យប័ត្រតម្លៃដែលគាត់ត្រូវបង់គឺតម្លៃពេញបាទនៅទីនេះឧទាហរណ៍សិស្សម្នាក់នេះគាត់បានបង់រយៈពេល3ខែបាទគាត់បានបង់រយៈពេល3ខែនេះខ្ញុំបង្ហាញឲ្យមើលបាទ level 1 fee បាទរយៈពេល3ខែបាទ3ខែអញ្ចឹងមក1ខែ 80000 អញ្ចឹង3 8ដង 24បាទ
ហើយ system របស់យើងក៏អាចបង្កើតសេវារដ្ឋបាលដោយ auto បាទបង់តែម្ដង one time ពេលដែលយើងចុះឈ្មោះដំបូងវានឹង load ប្រសិនបើលោកគ្រូអ្នកគ្រូមានសេវារដ្ឋបាលក៏យើងអាចកំណត់អានឹងហើយពេលដែលកូនសិស្សចុះឈ្មោះក៏វាអាចរត់ auto ប៉ុន្តែនៅពេលបង្កើតវិក័យប័ត្របន្ទាប់ពី3ខែគឺវារត់តែតម្លៃសិក្សានៅក្នុងថ្នាក់តែប៉ុណ្ណោះបាទនេះគឺជាដំណើរការនៃការបង្កើតវិក័យប័ត្រដោយស្វ័យប្រវត្តិបាទដោយស្វ័យប្រវត្តិចឹងប្រសិនបើលោកគ្រូអ្នកគ្រូមានចម្ងល់អីអាចឆាតមកខ្ញុំបានហើយដើម្បីឲ្យលោកគ្រូអ្នកគ្រូអាចយល់ឲ្យកាន់តែច្បាស់សូមមើលវីដេអូនេះម្ដងហើយម្ដងទៀតបាទសូមអរគុណនិងសូម